ជំរាបសួរបងប្អូនទាំងអស់គ្នាចាហើយថ្ងៃនេះនាងខ្ញុំមានសុខភាពមកទៀតហើយអត់ចង់មកទេលោកអើយហើយក៏សូមផ្ញើជូនទៅដល់អតីតស្វាមីរបស់ខ្ញុំក៏ដូចជាពុកម៉ែបងប្អូនទាំងអស់ដែលមានការយល់ច្រឡំនឹងស្ថាប័នផ្សេងដែលឮថាអតីតស្វាមីរបស់ខ្ញុំគាត់បានដាក់ពាក្យបណ្ដឹងទៅលោកតាសសក្នុងត្បែងពីបទឆបោកលុយខ្ញុំ230000អីណានេះខ្ញុំអត់យល់ខ្ញុំពិតជាអត់សប្បាយចិត្តសោះហ្មងហើយខ្ញុំទៅចេញពីជ្រៀងនេះពិតជាហត់នឿយកុំឲ្យខ្ញុំហត់ជាងនឹងអីខ្ញុំសុំបងមែនតាព្រោះយើងបានចែកផ្លូវគ្នាហើយបញ្ចប់គ្នាដោយសន្តិវិធីទៅហេតុអីទៅធ្វើបាបជាមួយនឹងធ្វើឲ្យខ្ញុំឈឺក្បាលឲ្យមហាជនគេងឿងឆ្ងល់មួយខ្ញុំដល់ណាទៀតអ្នកមិនព្រមចប់ទេអីគេសម្បត្តិដែលខ្ញុំឲ្យអ្នកក៏ខ្ញុំបានឲ្យហើយដីកស៊ូណា70ហត្តាតែជាកស៊ូថ្ងៃនេះទ្រព្យសម្បត្តិដែលខ្ញុំឲ្យនេះអត់គ្រប់ទេអីហើយចង់បានអីទៀតហើយបំផ្លាញសេចក្តីសុខរបស់ខ្ញុំដល់ណាទៀតហើយរឿង230000របស់លោកឪសក់សក្នុងបាយនឹងមតិគឺមិនច្បាស់លាស់ទេបងប្អូនស្ដាប់តែមួយខាងទេគឺគ្មានខ្ញុំឯណាលោកឪណាទៅបោកលុយខ្ញុំគឺតាមពិតទៅគឺនិយាយអស់ហ្មងគឺលុយរស់ស៊ីការរស់ស៊ីខ្លះគឺខ្ញុំមិនអាចចេញមុខបានទេវិជាការរងារស់ស៊ីដោយសម្ងាត់ទិញវត្ថុណានៃចឹងទៅហើយវាចាញ់បោកគេឃើញគាត់ដឹងដែរតែហើយក៏នៅការនៅរស់ស៊ីនឹងដឹងដែរតែថាខ្ញុំបាត់បង់អីខ្លះខ្ញុំខាតលើផលិតផលខ្ញុំខាតលើផ្សេងមុខរបរផ្សេងកុំទិញគេចាញ់បោកគេជួយបងប្អូនជួយនេះជួយធ្វើបន់អ្នកនេះអ្នកនោះឃើញដឹងដែរតែហើយអ្វីក៏ជាប្រាក់ដែលខ្ញុំរកមកដែរហើយយើងបែកគ្នាហើយនេះនៅលើកកាយកកោះដល់ណាទៀតខ្ញុំអត់ជល់ទេចង់បានអីប្រកាសហើយស្ថាប័នគ្រប់បែបយ៉ាងសូមមេត្តារកយុត្តិធម៌ឲ្យនាងខ្ញុំជាមួយលោកឪផងព្រោះយើងទុកមុខរកស៊ីរៀងខ្លួនណាហេតុអីត្រូវមិនឲ្យខ្ញុំនិយាយអីសោះនេះអត់ខ្ញុំចេញលឺខាតឲ្យស្អីណាឲ្យនិយាយពីទេសនាពីសច្ចធម៌គុណធម៌អីណាណីទៀតខ្ញុំអត់យល់ថាធ្វើដើម្បីអីហើយម្នាក់ហ្នឹងចេះតែទៅការរស់ស៊ីវាមានខាតមានចំណេញរស់ស៊ីខ្លះយើងអត់ចង់ចេញមុខដោយសារខ្ញុំអ្នកល្បីអញ្ចឹងខ្ញុំឲ្យលោកឪជាអ្នកចេញមុខក្នុងការរស់ស៊ីក្នុងជំនាញរបស់គាត់ណាមួយដោយសម្ងាត់ព្រោះខ្ញុំអ្នករកលុយចិញ្ចឹមបងប្អូនគ្រួសាររបស់ខ្ញុំយល់ទេ